Google Pixel 9 Pro គឺជាទូរស័ព្ទសាមញ្ញមួយនៅក្នុងកញ្ចប់ថវិកាល្មមសមរម្យដែលអ្នកនេះនឹងទទួលបាន original phone វារបស់ Android តែម្ដងហើយតើតើមួយទៀតតើតើមួយអតិថិជនច្រើនដែលគាត់សួរថាហេតុអីគ្រូ Google มันអាចប្រើប្រាស់ Dual App បាននៅលើទូរស័ព្ទ smartphone របស់ Android របស់ Google ដែលវា run នៅលើ Android ដូចគ្នាហេតុអីបានជា Android ទូរស័ព្ទ Android ទូទៅគឺនៅតែទទួលបានការប្រើប្រាស់ជាមួយនឹងគេហៅថា Dual App ឬក៏ Clone App ហ្នឹងឯងខ្ញុំសូមបញ្ជាក់ឡើងនេះបន្តិចចុះដោយសារមានអតិថិជនច្រើនគាត់អត់ទាន់យល់ពីវាទេមានន័យថាអត់ទាន់ដឹងទេខ្ញុំក៏មិន 100% ដែរគាត់ថានេះអ្វីតែតាមដែលខ្ញុំមើលឃើញទេជាបទពិសោធន៍ទូរស័ព្ទដែលប្រើជាមួយ original phone វាគឺអ្នកគ្នានឹងមិនទទួលបានការ clone app ឬក៏ dual app ហ្នឹងទេមានន័យថាដូច Android ដូច Google ដូចនឹង iPhone គឺមិនបានទេតើតើអ្នកគ្នាទិញកម្មវិធីយកមកប្រើអញ្ចឹងមានន័យថាទូរស័ព្ទដែលអាចប្រើប្រាស់ dual app បានគឺជាប្រភេទទូរស័ព្ទដែលអាចប្រើប្រាស់ជាមួយនឹង UI ផ្ទាល់ខ្លួនដូចជា Samsung One UI ដូចជា Xiaomi HyperOS អញ្ចឹងវាអាចនឹងទទួលបាន app ប៉ុន្តែទូរស័ព្ទខ្លះក៏ app ច្រើនដែលអាចគ្រូនបានហើយទូរស័ព្ទខ្លះក៏មានមួយចំនួនដែលតាមតែ option នៃ UI របស់វាឲ្យទេតែប៉ុណ្ណឹងទេតែទូរស័ព្ទដែលប្រើជាមួយនឹង UI ផ្ទាល់ខ្លួនមានន័យថា interface ផ្ទាល់ខ្លួនគឺ 100% គឺដឹងតែ clone app បានហើយមានន័យដឹងថាប្រើ dual app បានហើយដោយសារអីគាត់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ហើយគាត់ស្រោបដោយស្បែកមុខរបស់ខ្លួនឯងផ្ទាល់របស់ក្រុមហ៊ុនខ្លួនឯងផ្ទាល់អាហ្នឹងគឺមានន័យថាគាត់ប្រើ software 2នៅក្នុងទូរស័ព្ទតែមួយអញ្ចឹងអ្នកនេះធ្លាប់ប្រើ Samsung ដឹងហើយនៅពេលដែលអ្នក update Android អ្នកនេះនឹងទទួលបានការ update UI មួយតង់ទៀតដូច Xiaomi អញ្ចឹងនៅពេលដែល update Android អ្នកនេះទទួលបានការ update ទៅលើ HyperOS មួយតង់ទៀតអញ្ចឹងអានេះជាចំណុចពិសេសមួយរបស់ទូរស័ព្ទដែលប្រើប្រាស់ជាមួយ UI ដែរមិនមែនថាវាមិន clean វាមិនអីវាមិនស្រឡះដូច Google ខ្ញុំទទួលស្គាល់ថា OS របស់វាគឺ clean គឺស្រឡះស្អាតអញ្ចឹង 100% គឺវាមិនអញ្ញៃតែសម្រាប់ Android ទូទៅដែលប្រើជាមួយនឹង UI វារៀងមិនសាមញ្ញទេដោយសារវាប្រើ update 2 ដង update 2 តង់ 3 តង់ទាំង security patch អីចឹងណាប៉ុន្តែវានឹងផ្ដល់ភាពងាយស្រួលក៏ដូចជាស្បែកមុខដែលមិនសាមញ្ញអញ្ចឹងពេកឲ្យអ្នកគ្នាទេគឺមានរបស់លេងច្រើននៅលើ UI របស់វាអីចឹងទៅតែប៉ុណ្្នឹងទេហើយសម្រាប់ម្ដងនេះគឺ Pixel 9 Pro XL 256G ស្អាតខ្ចីឥតទាស់ខ្ញុំលក់ជូនអ្នកគ្នាក្នុងតម្លៃ$629ទេ$629ទេស្អាតខ្ចីមកអ្នកគ្នាហើយ Pixel អ្នកគ្នាដឹងហើយនៅក្នុងកញ្ចប់តម្លៃប៉ុណ្ណេះអ្នកគ្នានៅតែទទួលបានកាមេរ៉ាល្អមួយមានន័យថា software ដើមរបស់វាគឺធ្វើការបានល្អហើយPixel នៅពេលដែលអ្នកគ្នាដាក់បែបនេះគឺអ្នកគ្នាអត់ដឹងថាតើគុណភាពរូបប៉ុណ្ណាទេនៅពេលដែលអ្នកគ្នាថតហើយគុណភាពរូបនឹងលោតផ្សេងពីអ្វីដែលអ្នកគ្នាមើលឃើញអានេះគឺជាចំណុចពិសេសមួយរបស់ Google ក៏ដូចជាចំណុចពិសេសមួយរបស់ AI ទៅលើ Android One របស់វានឹងឯងគឺស្អាតខ្ញុំនៅតែស្រឡាញ់ការថតរូបបែបសាមញ្ញទៅលើ Google Pixel វីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំ free ក្នុងសាក30 វ៉ាត់តម្លៃរបស់វា$629អ្នកគ្នាអាចមកទិញបាននៅហាក់លីអរគុណ